bà thlam bà phết xế hết mạch bàn ọt miên vạ sang chặt bán bà hết ấy bàn thlam bà phết xế nâng nẹ prai lôm ai bà lật vạ sang chặt đâm bấy xịa bà việc bán hết ấy bàn chia vì miên thàm xịa bà thlam bà phết xế vì khóc bị thlam bà phết bề bà dương vậy bị lẹ cẩn nặng nè lẹ cẩn nặng tạ chả rắc rồi bỏ mê rộp thlam bà phết xế níវាគឺជាមេរោគមួយដែលលឿនហើយវាឆ្លាតពេលដែលវាឆ្លងចូលក្នុងខ្លួនយើងហ្នឹងវាលឿនហើយវាឆ្លាតហើយវាមានការបំបែកខ្លួនលឿនហើយវាមានពូជវាច្រើនទៀតវាមានពូជវាមានគេហៅ genotype មាន genotype វាហ្នឹងច្រើនលឿនឆ្លាតអត្តចរិតវាលឿនឆ្លាតហើយមានពូជច្រើនហើយមានអា subtype នោះរឹតតែច្រើនជាងអាពូជទៀតឧទាហរណ៍ថាវាមានពូជវា7ពូជ genotype 1ដល់7អញ្ចឹងប៉ុន្តែអានៅក្នុង1រហូតដល់7ហ្នឹងវាមានអាកូនក្រុម subtype របស់វាទូហ្នឹងរាប់សិបរយទៅនឹងទៀតអញ្ចឹងណាអញ្ចឹងយើងធ្វើវ៉ាក់សាំងអត់បានបងប្អូនធ្វើវ៉ាក់សាំងអត់បានមិនដឹងថាវ៉ាក់សាំងទៅការពាររបៀបម៉េចបើពូជវាច្រើនហើយវាមាន subtype នោះវាច្រើនទៅទៀតហើយមេរោគហ្នឹងវាធ្វើ mutation លឿនអញ្ចឹងវាដូរក៏អាវវាលឿនមែនតើពេលដែលវាឆ្លងចូលហ្នឹងវាប្រែប្រួលខ្លួនវាចូលទៅធ្វើឲ្យអា immune system យើងហ្នឹងបរាជ័យក្នុងការផលិតអាប្រព័ន្ធការពារដើម្បីទប់ក្នុងការចម្លងឡើងមកវិញបរាជ័យអញ្ចឹងអ្នកប្រាជ្ញលោកកំពុងតែសិក្សាដែរមិនមែនថាអស់សង្ឃឹមក្នុងការធ្វើវ៉ាក់សាំងបកាមេរោគថ្លើមប្រភេទផ្សេងហ្នឹងទេប៉ុន្តែការសិក្សាហ្នឹងវាស្មុគស្មាញណាស់ពូវាពូជវាច្រើនមិនដឹងការពារអាណាទុកអាណាហើយការពារហ្នឹងមិនដឹងថាការពារហ្នឹងបានពិតប្រាកដទេពីព្រោះយើងបរាជ័យអាធម្មជាតិimmune system ធម្មជាតិរបស់យើងហ្នឹងវាបរាជ័យរួចទៅហើយក្នុងការកំណត់នៃមេរោគថ្លើមប្រភេទសេដើម្បីផលិតអង្គទីគាហ្នឹងគឺយើងបរាជ័យរួចទៅហើយបើយើងប្រៀបធៀបទៅវាឆ្លាតត្រង់ថាអត្តចរិតវាដូចចោលពេលដែលវាចូលមកប្លន់ផ្ទះយើងចោលហ្នឹងវាពាក់រូបរាងខោអាវមួយប្រភេទមុនវាចូលមកពេលដែលចូលមកម្ចាស់ផ្ទះឃើញគាត់នឹងឃើញផ្លិចហ្នឹងវារត់ចូលទៅពួនលាក់ខ្លួននៅកលៀតណាមួយនៅក្នុងផ្ទះរបស់យើងណាហើយវាដោះអាវចេញវាដោះមុខចេញបន្ទាប់ពីវាទៅកន្លែងហ្នឹងហើយវាដូរទៀតវាដូររៀងដូររហូតរៀងវានឹងដូរប្របែកដឹងប្រមាណ100ដងទេទម្រាំតែវាកិច្ចផុតអំពីសំណាញ់នៃប្រព័ន្ធការពាររាងកាយរបស់យើងអញ្ចឹងនៅក្នុងថ្លើមប្រភេទសេពិបាកក្នុងការផលិតវ៉ាក់សាំងតែវាមានភាពកំសោយមួយដែលអ្នកប្រាជ្ញគេចាប់បានដែលគេអាចព្យាបាលវាឲ្យជាដាច់ក្នុងរយៈពេលត្រឹមតែ3ខែហ្នឹងគឺវាចូលទៅក្នុងសាច់ថ្លើមវាចូលទៅនៅក្នុងតែសាយតូផ្លាសរបស់កោសិកាថ្លើមទេវាអត់ចូលទៅក្នុងនវាយោខុសពីថ្លើម B វាចូលទៅក្នុងនវាយោថ្លើម C វាចូលទៅក្នុងតែសាយតូផ្លាសទេពេលដែលវាចូលទៅក្នុងសាយតូផ្លាសហ្នឹងជាកន្លែងមួយដែលអត់មានអាចកំបាំងនៅក្នុងកោសិកាថ្លើមវាប្រៀបដូចថាផ្ទះយើងវាមានកន្លែងច្រកទ្វារចូលមកវាមានកន្លែងទទួលភ្ញៀវវាមានផ្ទះបាយវាមានអីអញ្ចឹងទៅហើយវាមានផ្នែកផ្សេងទៀតវាមានបន្ទប់ហើយវាមានអាបន្ទប់សម្ងាត់ពិសេសដែលម្ចាស់ផ្ទះទុកទ្រព្យសម្បត្តិនៅនោះមានទូដែកនៅនោះថ្លើម B ពេលវាចូលវាទៅសង្ងំក្នុងទូដែកគ្មានណាវាឃើញទេហើយវាមានមួយក្រុមនៅអង្គុយនៅកន្លែងសាយតូផ្លាសកន្លែងទទួលភ្ញៀវដូចក្នុងផ្ទះយើងអានេះខ្ញុំប្រៀបធៀបហ្នឹងណា
វានៅហ្នឹងដល់ពេលថ្លើមប្រភេទសេះវាមានកំសោយមួយវាឆ្លងចូលក្នុងខ្លួនយើងវាចូលមកនៅតែកន្លែងទទួលភ្ញៀវអាកន្លែងផ្ទះបាយហ្នឹងទេមកគេចាប់បានដោយសារអ្នកប្រាជ្ញរកឃើញអាចចំណុចខ្លីឡើយហ្នឹងថ្នាំអា DAA Direct Acting Antiviral ដែលយើងប្រើរាល់ថ្ងៃតែ3ខែ6ខែហ្នឹងថ្នាំហ្នឹងចូលជ្រាបចូលទៅក្នុងសាយតូផ្លាស់របស់កោសិកាថ្លើមហើយវាយមេរោគហ្នឹងតែ3ខែខ្ទេចហ្មងដាក់ឯងតែ3ខែខ្ទេចមកលែវហ្មងលើកលែអាថ្លើមក្រិននេះដែលយើងត្រូវប្រើ6ខែពួកសាច់ថ្លើមរៀងរឹងស្ងួតអាហ្នឹងការស្រូបរបស់ថ្នាំរៀងយឺតបន្តិចត្រូវការបន្លាយពេលតែបើថាសាច់ថ្លើមស្រស់ស្អាតបន្ទុកបានតែ7គីឡូប៉ាស្កាល់8គីឡូប៉ាស្កាល់អីដាក់តែ6ខែគឺខ្ទេចតែហ្មងមេរោគនោះអត់មានរស់បានទេពីព្រោះអីវាអត់មានអាចកំបាំងវាចូលទៅក្នុងសាច់ថ្លើមតែវានៅក្នុងផ្នែកខាងក្រៅរបស់បដូលវាអត់ចូលក្នុងបដូលទេតែពេលថ្លើមបេវាមានអាមួយក្រុមនៅអង្គុយនៅផ្នែកខាងក្រៅហ្នឹងហើយនឹងអាមួយក្រុមទៀតចូលទៅពួនសង្ងំហើយចាំតែគេស្ងាត់វាបញ្ចេញកូនវាមកដើម្បីផលិតមេរោគទៀតចំណុចទៅលើកន្លែងហ្នឹងបងប្អូនដែរធ្វើវាក់សាំងអត់បានតែព្យាបាលបានកន្លែងហ្នឹងបាទសូមអរគុណ